មានអ្វីដែលលំបាកជាងតួនាទីជាឪពុកម្ដាយរបស់គេនោះទេតែពួកគាត់នៅតែអាចទ្រាំបានជាមួយនឹងភាពលំបាកនិងការហត់នឿយទាំងឡាយដោយមិនរអ៊ូរទាំបន្តិចឡើយក្តីស្រឡាញ់របស់ឪពុកម្ដាយចំពោះកូនគឺជាក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌនិងគ្មានដែនកំណត់ឡើយអ្នកមិនអាចវាស់វែងក្តីស្រឡាញ់នោះដោយប្រើឧបករណ៍រង្វាស់ណាមួយបានទេឪពុកម្ដាយចាត់ទុកកូនជាមនុស្សទី1សម្រាប់ពួកគាត់ជានិច្ចបើទោះបីជាកូនរបស់ពួកគាត់មិននឹកនាដល់ពួកគាត់មុនគេក៏ដោយឪពុកម្ដាយសុខចិត្តហូរញើសសម្រក់ទឹកភ្នែកខំមាត់សង្កត់ចិត្តនឹងធ្វើគ្រប់យ៉ាងដើម្បីកូនឲ្យតែកូន